អាជ្ញាធរខេត្តឧត្តរមានជ័យជួសជុលទំនប់អាងទឹកកណ្ដែកដើម្បីថែរក្សាទឹកទុកសម្រាប់ឲ្យប្រជាពលរដ្ឋក្នុងក្រុងសំរងជាង1000គ្រួសារអាចអាស្រ័យផលផ្សេងៗប្រធានមន្ត្រីធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យលោកយឿនគួនប្រាប់ពលរដ្ឋនេសាទព័ត៌មានតាម Telegram ថាការជួសជុលប្រព័ន្ធធារាសាស្ត្រកណ្ដែកគឺមានប្រវែង3200ម៉ែត្រដោយសំណង់ទ្វារទឹកចំនួន2កន្លែងសំណង់បង្ហៀចំនួន1កន្លែងប្រវែង40ម៉ែត្រសំណង់ការពារជើងទេទំនប់ចំនួន400ម៉ែត្រដោយអាចស្ទប់ទឹកបានប្រមាណ 1.7 លានម៉ែត្រគីបលោកញឿនគួនបានប្រាប់ឲ្យដឹងថាប្រព័ន្ធធារាសាស្ត្រនេះបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋសម្រាប់ស្រោចស្រពដំណាំស្រូវវស្សាលើផ្ទៃដីចំនួន681ហិកតា ស្រូវប្រាំងចំនួន115ហិកតា និងដំណាំរួមផ្សំផ្សេងប្រមាណ30ហិកតា ជូនដល់ប្រជាកសិករប្រមាណ1074គ្រួសារកសិករម្នាក់លោកពលរដ្ឋម្នាក់ទៀតនិយាយឲ្យដឹងថាអាជ្ញាធរពង្រីកអាងទំនប់ទឹកកណ្ដែកនេះសម្រាប់ផ្ដល់ផលប្រយោជន៍ច្រើនសម្រាប់ប្រជាពលរដ្ឋដឹកកសិផលកសិករម្នាក់លោកជាវហូវ័យ61ឆ្នាំរស់នៅភូមិពុលសង្កាត់សំរងក្រុងសំរងបានសាទរចំពោះគម្រោងអភិវឌ្ឍអាងស្តុបទឹករបស់រដ្ឋបាលខេត្តឧត្តរមានជ័យនេះកសិកររូបនោះបានលើកឡើងថាករណីអាជ្ញាធរជួសជុលពង្រីកទំនប់អាងកណ្ដែកនេះមានទំហំធំហើយខ្នងទំនប់ក៏ធំអាចជាផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរបានស្រួលជាពិសេសអាចស្ទប់ទឹកបានច្រើននិងផ្ដល់ផលប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារលោកជាវហូបន្តថាអាងស្ទប់ទឹកបម្រើផលប្រយោជន៍ដល់ប្រជាកសិករដូចជាធ្វើស្រែវស្សាស្រែប្រាំងនិងដំណាំផ្សេងបានគ្រប់ប្រភេទផងដែរលោកថាកាលពីឆ្នាំកន្លងមកប្រជាកសិករធ្វើស្រែចម្ការជួបប្រទះនៅការខ្វះខាតដោយសារខ្វះខាតទឹកសម្រាប់ស្រោចស្រពហើយលោកសង្ឃឹមថានៅឆ្នាំខាងមុខប្រជាកសិករលែងខ្វះទឹកប្រើប្រាស់ទៀតហើយដោយសារមានអាងស្តុបទឹកកណ្ដែក